ថា ថ្នាក់ mentorship ជួយសម្រួលដល់សិស្សនិស្សិតច្រើនជួយខ្ញុំច្រើនខ្លាំងមែនទែនដោយបានដោះស្រាយយកបញ្ហាដែលមាននៅកន្លែងការងារមកដោះស្រាយនិងជួបពិភាក្សាជាមួយលោកគ្រូអ្នកគ្រូដើម្បីផ្ដល់ជាមតិយោបល់និងយកទៅអនុវត្តនៅកន្លែងការងារយើងឲ្យបានកាន់តែប្រសើរខ្ញុំមកពីខេត្តកំពង់ឆ្នាំងជាអតីតសិស្សដែលសិក្សានៅវិទ្យាល័យហ៊ុនសែនខាងស្រមោលនិងជាសិស្សអាហារូបករណ៍នៅវិទ្យាស្ថាន CGTI ចំនួនទី6សិក្សាលើជំនាញ QCP ខ្ញុំឈ្មោះម៉ាចាន់ម៉ូនីតាដែលជាអតីតសិស្សនៅសាលាវិទ្យាល័យជាសៀមសន្ធមុខបច្ចុប្បន្ននាងខ្ញុំទទួលបានអាហារូបករណ៍ 100% នៅវិទ្យាស្ថាន CGTI នៅក្នុងជំនាញ Quality Compliance and Production ចំនួនទី6ខ្ញុំបាទឈ្មោះថាស្រីមេតាមកពីវិទ្យាល័យបឹងធំខ្ញុំទទួលបានអាហារូបករណ៍ 100% នៅវិទ្យាស្ថាន CGTI ខ្ញុំសិក្សាជំនាញ QCP ចំនួនទី6សម្រាប់ខ្ញុំស្គាល់ CGTI តាមរយៈនៅពេលដែលខាងវិទ្យាស្ថានបានចុះទៅផ្សព្វផ្សាយអាហារូបករណ៍ 100% នៅវិទ្យាល័យដែលខ្ញុំបានសិក្សាហើយពេលនឹងផងដែរខ្ញុំចាប់អារម្មណ៍ខ្លាំងមែនទែនទាក់ទងទៅនឹងអាហារូបករណ៍របស់វិទ្យាស្ថានដែលបានផ្ដល់ឲ្យសិស្សានុសិស្សមូលហេតុដែលខ្ញុំមកសិក្សានៅ CGTI ដោយសារវាជាឱកាសល្អមួយសម្រាប់យើងដែលអាចសិក្សានៅជំនាញមួយពិតប្រាកដដើម្បីយកទៅប្រកបការងារបន្ទាប់ពីយើងបានសិក្សាបញ្ចប់នៅមុខជំនាញរបស់យើងខាងវិទ្យាស្ថានបានរៀបចំនៅការសម្ភាសន៍រវាងរោងចក្រនិងក្រុមហ៊ុននិងសិស្សនិស្សិតផ្ទាល់តែម្ដងហើយខ្ញុំគិតថាវាមានភាពងាយស្រួលដល់សិស្សនិស្សិតផងដែរដែលគាត់អត់ចាំបាច់ដើររកការងារធ្វើដោយខ្លួនឯងហើយម្យ៉ាងទៀតខ្ញុំក៏សង្កេតឃើញថាយើងនឹងទទួលបានប្រាក់ឧបត្ថម្ភអំឡុងពេលដែលយើងធ្វើការនឹងវាសមស្របទៅតាមច្បាប់ការងារផងដែរថាថ្នាក់ mentorship ជួយសម្រួលដល់សិស្សនិស្សិតច្រើនដោយសារតែយើងអាចយកបញ្ហាដែលយើងជួបប្រទះនៅក្នុងកន្លែងធ្វើការនៅពេលដែលយើងជួបបញ្ហានៅនឹងកន្លែងការងារយើងអាចយកបញ្ហាហ្នឹងមកពិភាក្សាជាមួយលោកគ្រូអ្នកគ្រូដែលមានជំនាញទៅលើផ្នែកហ្នឹងចំជំនាញដែលយើងអាចពិគ្រោះយោបល់ជាមួយនឹងពួកគាត់ក៏ដូចជាទទួលបាននៅគំនិតថ្មីនិងបទពិសោធន៍សម្រាប់ដោះស្រាយបញ្ហានៅកន្លែងការងារបានកាន់តែរលូននិងបានបំពេញនៅវិជ្ជាជីវៈយើងកាន់តែខ្លាំងជាងមុនចុងក្រោយនេះសម្រាប់បងប្អូនដែលកំពុងស្វែងរកឱកាសសិក្សាឬក៏ជំនាញឥឡូវហ្នឹងវិទ្យាស្ថាន CGTI កំពុងតែបើកទទួលសិស្សអាហារូបករណ៍ 100% ចំនួន300កន្លែងលើមុខជំនាញការអនុលោមតាមគុណភាពនិងផលិតកម្មឱកាសដ៏ល្អគម្រោងបែបនេះកុំឲ្យរំលងផុតទេសិស្សចុះឈ្មោះចូលរៀនឥឡូវនេះទាំងអស់គ្នា